ឡប់ទៅ20ឆ្នាំមុនដែលមានអ្នកដែលសិក្សាពីរនាក់បានធ្វើដំណើរទៅកន្លែងគេហាមឃាត់មួយកន្លែងដើម្បីឡើងទៅលើបង្គោលមួយយ៉ាងខ្ពស់ប្រវែងជាង200ម៉ែត្រដែលនារីដែលស្ពីកកណ្ដាលនោះមានឈ្មោះថាជាស៊ីកាហើយនារីដែលបើកឡានហ្នឹងគឺគាត់មានឈ្មោះថាខននាងបានមកបួសជាស៊ីកាមកឡើងលើបង្គោលដែលមានប្រវែងជាង200ម៉ែត្រដើម្បីកំសាន្តអារម្មណ៍លេងព្រោះនេះជាអ្នកឡើងនៅជំនាញម្នាក់ខននេះសប្បាយចិត្តខ្លាំងមែនទែនហើយក៏បានមកបួសជាស៊ីកាដើម្បីឡើងទៅលើអង្គតែនជាស៊ីកានេះបានសម្លឹងទៅមើលផ្លាកមួយដែលគេដាក់បំរាមហាមមិនឲ្យចូលនាងក៏និយាយទៅកាន់ខនថាគេមិនឲ្យចូលនោះទេខនក៏បាននិយាយទៅកាន់ជាស៊ីកាថាវាគ្មានអីគ្រោះថ្នាក់នោះទេព្រោះពួកយើងជាអ្នកដែលឡើងភ្នំលើពូកែម្នាក់បន្ទាប់ពីលើកពីទាំងអស់នេះហើយជាស៊ីកានឹងក៏ប្រងធ្វើដំណើរទៅជាមួយខនដើម្បីឡើងលើអង្គតែនដែលមានប្រវែងជាង200ម៉ែត្រនៅពេលដែលពួកគេទាំងពីរបានទៅដល់កន្លែងអង្គតែននោះជាស៊ីកានឹងបានសម្លឹងទៅខាងលើហើយក៏ឃើញថាប្រវែងវាមិនមែនទៀតនោះទេវាខុសពីការឡើងភ្នំដែលពួកគេធ្លាប់ទៅឡើងរត់នោះជាស៊ីកាក៏និយាយទៅកាន់ខនថានេះវាពិតជាខ្ពស់ខ្លាំងណាស់ប៉ុន្តែខនបាននិយាយទៅវិញថាវាជារឿងល្អបំផុតដែលពួកយើងអាចធ្វើបានប្រសិនបើពួកយើងឡើងទៅដល់ខាងលើពេលនោះជាស៊ីកានឹងក៏ប្រំឡើងទៅកាន់ខនក៏បាននិយាយទៅកាន់ជាស៊ីកាថាបើសិនជានាងខ្លាំងទុកឲ្យនាងជាអ្នកឡើងទៅមុនក៏បានដែរនៅពេលដែលឡើងបានពាក់កណ្ដាលជាស៊ីកានេះភ័យយ៉ាងខ្លាំងហើយខនក៏បាននិយាយថាឲ្យឆាប់ឡើងមកចិត្តទៅដល់ក៏ដល់ហើយទឹកជាស៊ីកានឹងប្រំឡើងទៅបន្តទៀតប៉ុន្តែក៏មើលទៅមុខភ័យឡើងញ័រខ្លួនទីបំផុតពួកគេក៏អាចឡើងទៅដល់កំពូលអង្គតែនដែលមានប្រវែងជាង200ម៉ែត្រខនក៏ចាប់ដៃជាស៊ីកាឡើងហើយក៏នាំគ្នារំលែងយ៉ាងសប្បាយអត់យកអារម្មណ៍អ្នកខ្លាចខ្ពស់ហ្មងស្បែកអត់មានផ្ទាល់អ្នកសៀលជំនួសហ្មងអ្នកគ្នាហើយខនបានធ្វើប្លុកមួយដើម្បីឲ្យឆ្នៃយូធូបរបស់នាងកាន់តែល្បីដែលនាងធ្វើជាធ្លាក់កំពុងតែចូលទូផងស្រាប់តែចង្ដៅរបត់ខ្លាំងដែលធ្វើឲ្យខនប៊ីនឹងធ្លាក់ស្លាប់ជាស៊ីកានេះតក់ស្លុតខាងមែនតែនហើយក៏បានអង្គុយយំនៅលើកំពូលអង្គតែនរឿងនេះហាក់ដែលធ្វើឲ្យជាស៊ីកានឹងកាន់តែសេះបន្ថែមទៀតព្រោះថានាងទើបបាត់បង់សង្សារផងឥឡូវមកបាត់បង់មិត្តជាទីស្រឡាញ់របស់នាងចឹងអីអានឹងមិនស្អីទេលោកហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់